រឿងអំពិលអំពែកកូនអំពិលអំពែកមួយឈ្មោះភ្លេកភ្លេកអូខ្ញុំស្រឡាញ់ស្លាបខ្ញុំស្រឡាញ់កន្ទុយខ្ញុំប៉ុន្តែឯណាពន្លឺរបស់ខ្ញុំតើអ្នកណាលួចពន្លឺរបស់ខ្ញុំភ្លេកភ្លេកភ័យយ៉ាងខ្លាំងវាក៏ហើរយ៉ាងប្រញាប់វាហើរទៅក្បែរគុម្ពផ្កាវាស្រែកសួរផ្កាឈូករត់ថាតើបងឃើញពន្លឺខ្ញុំទេផ្កាឈូករត់ឆ្លើយវិញថាទេខ្ញុំមិនឃើញទេខ្ញុំរីកតែពេលព្រឹកទេភ្លេកភ្លេកហើរទៅមុខទៀតវាប្រឹងហើរដល់ពេលថ្ងៃលិចវាក៏ជួបវងប្រជៀវភ្លេកភ្លេកស្រែកសួរប្រជៀវថាតើបងឃើញពន្លឺខ្ញុំទេមេប្រជៀវហើរបុកភ្លេកភ្លេកមេប្រជៀវស្រែកថាទេខ្ញុំមិនឃើញទេខ្ញុំស្អប់ពន្លឺខ្លាំងណាស់ខ្ញុំចេញរកចំណីតែពេលថ្ងៃលិចទេព្រះអាទិត្យលិចចុះកាន់តែទាបភ្លេកភ្លេកប្រឹងហើរយ៉ាងលឿនភ្លេកភ្លេកហោះទៅគៀកព្រះអាទិត្យវាក៏ស្រែកសួរព្រះអាទិត្យថាតើបងមានឃើញពន្លឺខ្ញុំទេព្រះអាទិត្យសើចទេខ្ញុំមិនឃើញទេខ្ញុំមានពន្លឺតែពេលថ្ងៃទេព្រះអាទិត្យក៏លិចបាត់មេឃចាប់ផ្ដើមងងឹតផ្កាយក៏ចាប់ផ្ដើមរះឡើងស្រាប់តែភ្លេកភ្លេកឃើញពន្លឺតូចមួយភ្លេកភ្លេកងាកមើលកន្ទុយរបស់វាក៏ស្រែកឡើងថាខ្ញុំឃើញពន្លឺរបស់ខ្ញុំហើយកន្ទុយខ្ញុំភ្លឺតែពេលយប់ទេវាសប្បាយចិត្តណាស់ភ្លេកភ្លេកមើលពន្លឺកន្ទុយរបស់វាក៏ហើរត្រឡប់មកផ្ទះវិញជួបគ្នាសៀវភៅក្រោយទៀតបាយបាយ